សួស្តីបងប្អូនដែលធ្វើការក្នុងប្រទេសជប៉ុនទាំងអស់គ្នាផងដែរបាទហើយជាពិសេសសិក្ខាកាមហើយនឹងពលករគ្នាយើងបាទដែលអាសាមានបញ្ហាក្នុងការមកធ្វើការនៅក្នុងប្រទេសជប៉ុនអញ្ចឹងបាទអញ្ចឹងថ្ងៃនេះខ្ញុំមកណែនាំពីសេវាកម្មស្ម័គ្រចិត្តរបស់មេធាវីនៅក្នុងប្រទេសជប៉ុនអញ្ចឹងបាទអញ្ចឹងយើងគួរតែចែករំលែកឲ្យដឹងទាំងអស់គ្នាអញ្ចឹងបាទដើម្បីកុំឲ្យមានបញ្ហាឬក៏មានចំនួនក្នុងការធ្វើការហើយណាមួយយើងដឹងសេវាកម្មហ្នឹងទៅយើងអាចប្រើសេវាកម្មហ្នឹងបានហើយយើងនឹងអាចមានចេះថាជីវភាពល្អប្រសើរជាងមុននៅក្នុងការបំពេញការងារក្នុងប្រទេសជប៉ុនអញ្ចឹងបាទអញ្ចឹងខ្ញុំនឹងដាក់រូបថតដាក់ link និងដាក់លេខទូរស័ព្ទហើយខ្ញុំនឹងបញ្យល់បន្ថែមពីនឹងទៀតអញ្ចឹងបាទហើយសម្រាប់សេវាកម្មមេធាវីស្ម័គ្រចិត្តឬក៏សេវាកម្មរបស់រាជរដ្ឋាភិបាលជប៉ុនតាក់ទងនឹងមេធាវីហ្នឹងបាទអញ្ចឹងតាក់ទងនឹងការលែងលះតាក់ទងនឹងការរំលោភបំពានលើកុមារតាក់ទងនឹងការប្រើអំពើហិង្សាក្នុងគ្រួសារតាក់ទងនឹងការខ្ចីលូនខ្ចីលុយបំណុលខ្ចីរំលោះអីចឹងបាទឬក៏តាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍តាក់ទងនឹងបញ្ហាការងារឬក៏ខុសពីច្បាប់ការងារឬក៏វិបត្តិការងារអីដែលសកម្មកម្មនឹងពលករគ្នាយើងអាសាជួបចឹងបាទហើយតាក់ទងនឹងចំណុចវីសាផងដែរដែលឧទាហរណ៍ថាគេបោកយើងឬក៏បញ្ហាវីសាខ្វះឯកសារឬក៏បញ្ហាអីផ្សេងៗបាទយើងអាចពិគ្រោះយោបល់ជាមួយនឹងសេវាកម្មមេធាវីនឹងបានហើយយើងក៏អាចរកមេធាវីនឹងយកមកជួយយើងក៏បានដែរដោយសារតែបច្ចុប្បន្នហ្នឹងអត់ទាន់មានភាសាខ្មែរយើងមែនក៏ប៉ុន្តែយើងមានជាអង់គ្លេសមានជាជប៉ុនអីចឹងបាទអញ្ចឹងគ្នាយើងដែលបានអង់គ្លេសបានជប៉ុនអីអាចពិគ្រោះយោបល់អាចទៅពឹងពាក់មេធាវីនឹងបានបាទហើយសម្រាប់គ្នាយើងដែលអត់មានជប៉ុនមានអង់គ្លេសវិញបាទអាចពឹងខ្ញុំឬក៏ពឹងណាគេក៏បានដែរដែលអាចជួយបកប្រែឬក៏បញ្យល់គេជាភាសាខ្មែរទៅជប៉ុនដីបានអញ្ចឹងបាទអញ្ចឹងបើខ្ញុំរួចដៃឬក៏អ្នកណាមានបញ្ហាអាចពិភាក្សាមួយមេធាវីឬក៏មួយខ្ញុំបានអញ្ចឹងបាទខ្ញុំនឹងបរៀនរបៀបហើយនឹងណែនាំទៅមេធាវីស្ម័គ្រចិត្តអស់លុយបែបហ្នឹងបាទអញ្ចឹងហ្នឹងហើយបងប្អូនគ្នាយើងអីដែលអាសាមានបញ្ហាមានអីពេលខ្លះគាត់ទ្រាំសកត់ចិត្តឬក៏ខំមាត់ឬក៏ទ្រាំប្រឹងឲ្យផុត3ឆ្នាំឬក៏ផុត5ឆ្នាំឬក៏ប្រឹងទៅដល់ថ្នាក់មែនទែនអីពិបាកក្នុងខ្លួនឬក៏អីចឹងបាទអញ្ចឹងខ្ញុំសម្រាប់មនុស្សបែបហ្នឹងអីខ្ញុំណែនាំឲ្យរកពិគ្រោះយោបល់ឬក៏រកមេធាវីឬក៏រកអ្នកណាដែលជាស្ថាប័នត្រឹមត្រូវអីអាចពិភាក្សាបាទអញ្ចឹងយើងអាចទុកនៅក្នុងចិត្តទុកកាន់តែកទៅកឡើងអីបាទអញ្ចឹងហានិភ័យកាន់តែធំបាទអាចកើត stress កើត depression ឬក៏អាចថាអីជំរឿសធ្ងន់យ៉ាងទៀតបានណាចាអញ្ចឹងហ្នឹងហើយសម្រាប់គ្នាយើងអាចចែកម្លែកតផងហើយដើម្បីឲ្យអ្នកមកក្រោយឬក៏អ្នកដែលកំពុងធ្វើការនៅជប៉ុននឹងមានបញ្ហាលើហ្នឹងយើងអាចចែកម្លែកគ្នាបានហើយយើងអាចណែនាំឬក៏បញ្យល់អីបន្ថែមទៀតបានបាទខ្វះខាតអីសូមតាក់ទងមកខ្ញុំបានហើយលេខទូរស័ព្ទអីផុសសេវាកម្មហ្នឹងក៏ខ្ញុំដាក់នៅខាងក្រោមហ្នឹងដែរបាទអញ្ចឹងអរគុណច្រើនបើខ្វះខាតអីជួយណែនាំផងបាទ